មុខញាសាស្ត្រាចារ្យបណ្ឌិតសង្អៀបក្រុមហ៊ុន PSK 205 Cambodia Co Ltd បង្កើតឱកាសអាជីវកម្មដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាល ICAS ដែលប្រព្រឹត្តទៅរយៈពេល2ថ្ងៃចាប់ពីថ្ងៃទី27និង28ខែកញ្ញាឆ្នាំ2025មានសិក្ខាកាមចូលរួមជាង100នាក់អង្គការសាស្ត្រាចារ្យបណ្ឌិតសង្អៀបប្រធានគណៈកម្មាធិការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធរាជធានីខេត្តនិងជាស្ថាបនិកក្រុមហ៊ុន PSK 205 Cambodia Co Ltd បានមានប្រសាសន៍ថាក្រុមហ៊ុនលោកត្រូវបានបង្កើតឡើងដើម្បីផ្ដល់ឱកាសឲ្យបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសទទួលបានចំណូលបង្កើតអាជីពនិងធ្វើឲ្យជីវភាពកាន់តែប្រសើរអង្គការបានលើកទឹកចិត្តសិក្ខាកាមឲ្យចេះថ្លឹងថ្លែងក្នុងការជ្រើសរើសអាជីពដោយគុំចំណាយទុននិងពេលវេលាទៅលើអាជីវកម្មណាដែលគ្មានប្រយោជន៍លោកបានបញ្ជាក់ថាក្រុមហ៊ុន PSK 205 Cambodia Co Ltd មានយុទ្ធសាស្ត្រដែលរៀបចំរួចរាល់គ្រាន់តែត្រូវការបងប្អូនចូលរួមអនុវត្តតែប៉ុណ្ណោះជាពិសេសអាជីវកម្មរបស់ក្រុមហ៊ុនស្ទើរតែគ្មានហានិភ័យចំណាយទុនតិចតួចតែប៉ុណ្ណោះប៉ុន្តែគ្រប់គ្នាមានលទ្ធភាពចាប់ផ្ដើមបានទទួលបានចំណូលខ្ពស់និងមានឱកាសទទួលបានចំណេះដឹងថ្មីដើម្បីអភិវឌ្ឍខ្លួនឯងនិងអាជីវកម្មឲ្យកាន់តែរីកចម្រើនលោកបានអះអាងថាអាជីវកម្មជាកន្លងដ៏សំខាន់នៅក្នុងការធ្វើឲ្យមនុស្សម្នាក់ៗមានចំណូលល្អនិងមានអនាគតប្រសើរមនុស្សដែលចូលរួមនៅក្នុងអាជីវកម្មគឺជាអ្នកដែលបានបង្កើតទំនាក់ទំនងជាមួយនឹងវិស័យផ្សេងៗជាច្រើនដែលជាមូលដ្ឋានសម្រាប់ភាពជោគជ័យនិងជីវភាពនិងការងារក្នុងប្រធានបទពាក់ព័ន្ធនឹងវិស័យកសិកម្មអង្គការសាស្ត្រាចារ្យបណ្ឌិតសង្អៀបបានលើកឡើងថារាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឆ្លៀសវៃនិងឆន្ទៈរឹងមាំបានឧស្សាហ៍ព្យាយាមយ៉ាងខ្លាំងនៅក្នុងការអភិវឌ្ឍវិស័យនេះរាជរដ្ឋាភិបាលបានជួយសាងសង់ផ្លូវដឹកជញ្ជូនផលកសិកម្មតាមជនបទបង្កើតប្រសិទ្ធភាពប្រព័ន្ធធារាសាស្ត្រសហការជាមួយនឹងសហគមន៍កសិករក៏ដូចជាជួយរកទីផ្សារសម្រាប់ផលិតផលកសិកម្មក្នុងស្រុកអង្គការសាស្ត្រាចារ្យបណ្ឌិតសង្អៀបបានកោតសរសើរយ៉ាងខ្លាំងចំពោះការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលដែលមិនបានប្រងើយកន្តើយចំពោះបញ្ហារបស់កសិករនិងប្រជាពលរដ្ឋលោកបានបន្ថែមថាការចូលរួមរបស់រាជរដ្ឋាភិបាលជាកម្លាំងដ៏សំខាន់ក្នុងការជំរុញឲ្យវិស័យកសិកម្មកម្ពុជាកាន់តែមានសក្តានុពលនិងអាចប្រកួតប្រជែងបាននៅកម្រិតអន្តរជាតិអង្គការសាស្ត្រាចារ្យបណ្ឌិតសង្អៀបបានបញ្ជាក់ថាក្រុមហ៊ុនរបស់លោកនឹងបន្តអភិវឌ្ឍអាជីវកម្មនិងបង្កើតឱកាសសហការជាមួយសហគមន៍ការផ្ដល់ការបណ្ដុះបណ្ដាលនិងចែករំលែកបទពិសោធន៍ជាមួយសិក្ខាកាមនិងយុវជនដើម្បីឲ្យពួកគេមានអនាគតភ្លឺស្វាងលោកបានសន្យាថាក្រុមហ៊ុននឹងបន្តធ្វើការយ៉ាងសកម្មដើម្បីគាំទ្រទស្សនៈរាជរដ្ឋាភិបាលនៅក្នុងការលើកកម្ពស់វិស័យកសិកម្មអភិវឌ្ឍសេដ្ឋកិច្ចជាតិនិងធានាឲ្យប្រជាពលរដ្ឋទទួលបានជីវភាពប្រសើរឡើងជាបន្តបន្ទាប់